មេឃភ្លៀងត្រជាក់ចាស់បានបបរគ្រឿងមាន់ក្តៅហត់បែកញើសចាយនិយាយពីថាឆ្ងាញ់នោះឆ្ងាញ់បងប្អូនបើនិយាយពីប្តីខ្ញុំហូបបដាទៅសើបដាបងប្អូននេះមេឃកំពុងតែភ្លៀងខ្លាំងមែនតែនហើយថ្ងៃហ្នឹងក៏នឹកឃើញចង់ញ៉ាំបបរគ្រឿងមាន់ស្រែបងប្អូនគឺទិញមាន់គេពីម្សិលហ្នឹងបានមួយឆ្លៀតឆ្លមកចាហៀងទុកមកចាហៀងហ្នឹងយកមកបបរហើយគ្រឿងបបររបស់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំមានសណ្តែកចុះការ៉ុតផ្សិតខ្មៅហើយនឹងសៀងផ្អែមបកាយហឺខ្ទឹមសចិញ្ច្រាំបងប្អូនហើយឥឡូវនេះចាប់ផ្ដើមទៅធ្វើមុនគេគឺខ្ញុំចាប់ផ្ដើមទៅបំពងខ្ទឹមមុនគេសិនបងប្អូនយើងបំពងខ្ទឹមសឲ្យឡើងឈ្ងុយមកដើម្បីយកទៅដាក់ខ្ទឹមបើកាលណាយើងបំពងវាអត់សូវក្រហមទេគឺអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងហើយគឺយើងបំពងវាឡើងក្រហមដូចខ្ញុំចេះមកយើងទុករួយជាមួយបបរពីលើបន្ទាប់មកខ្ញុំឆាខ្ទះដដែលបំពងខ្ទឹមហ្នឹងយកមកឆាអង្ករបងប្អូនយើងឆាអង្ករយើងឲ្យឡើងរាងស្រួយរាងក្រហមបន្តិចមកគឺយើងយកទៅបបរទៅដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ឥឡូវខ្ញុំចាប់ផ្ដើមដាំទឹកចោលសិនបងប្អូនហើយមុនដាំទឹកនេះខ្ញុំចង់គល់ខ្ទឹមជីវ៉ាន់ពេលយើងចង់គ្រឿងដាក់អញ្ចឹងទឹកបបររបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់មែនតើហើយខ្ញុំចាប់ផ្ដើមមកធ្វើបន្លែសិនបងប្អូនចំពោះការ៉ុតខ្ញុំហាន់ជាដុំធំអញ្ចឹងឯងបងប្អូនយើងយកទៅបបរទៅនិយាយពីថាឆ្ងាញ់មែនតើការ៉ុតហើយផ្សិតខ្មៅនេះខ្ញុំត្រាំជាមួយទឹកក្តៅប្រហែលជា10នាទីឥឡូវនេះវាចាប់ផ្ដើមរីកខ្ញុំកាត់វាជាចំណិតល្មមដើម្បីយកទៅដាក់បបរកុំឲ្យវាធំពេកនេះគ្រឿងទេសគ្រឿងក្រៅរបស់ខ្ញុំបានរៀបចំរួចរាល់ហើយបងប្អូនឥឡូវចាប់ផ្ដើមទៅនិយាយពីថាថ្ងៃហ្នឹងដាក់បបរមហាវេទនាបងប្អូនអើយដោយសារថ្ងៃហ្នឹងឯអូនកោយំនោះយំទម្រាំតែធ្វើហើយពេលទឹកពុះនេះខ្ញុំចាប់ផ្ដើមដាក់អំបិលបន្តិចនិងដាក់មាន់ខ្ញុំស្ងោរម្លងពេលខ្ញុំស្ងោរមាន់ចោលហ្នឹងខ្ញុំមកឆាសៀងឆាម្ទេសទុកឲ្យហើយបងប្អូននេះគឺខ្ញុំបានធ្វើវីដេអូឆាតែខ្ញុំថតកាត់តែកុំឲ្យវែងពេកបងប្អូនបាទតាមដានខ្ជិលមើលអញ្ចឹងណាអញ្ចឹងខ្ញុំកាត់ទេចំពោះស្លាយបដោះនេះគឺខ្ញុំស្រោះជាមួយទឹកក្តៅដែរបងប្អូនឡូវងាកមកមើលមាន់ខ្ញុំចាប់ផ្ដើមស្អិនខ្ញុំធ្វើការស្រង់មាន់ខ្ញុំចេញមកដើម្បីយកទៅបេះសាច់វាបងប្អូនយើងបេះទុកដាក់ជាមួយបបរហើយបន្លែការ៉ុតយើងដាក់ចូលក្នុងឆ្នាំងដែរមកដោយសារបន្លែការ៉ុតគឺវាក្រអលួយណាស់អញ្ចឹងយើងត្រូវការរំងាស់ឆ្ងោយជាមួយមាន់យើងមកហើយផ្សិតខ្មៅក៏អញ្ចឹងដែរផ្សិតខ្មៅបកាយហឺហ្នឹងគឺយើងដាក់រំងាស់ជាមួយមាន់យើងដូចគ្នាយើងគ្របចោលមកសន្ទុះសិនមកពេលដែលមាន់យើងចិត្តស្អិនល្មមគឺយើងអាចបេះយកទៅដាក់កធុនបានចំពោះមាន់ខ្ញុំស្ងោរអត់ឲ្យវាស្អិនពេកទេខ្ញុំដោយសារខ្ញុំបេះសាច់វាដាក់ក្នុងបបរមកតង់ទៀតអញ្ចឹងគឺខ្ញុំស្ងោរមកល្មមទេបងប្អូនហើយខ្ញុំស្រង់ដាក់កធុនចានធុនដើម្បីយកទៅបេះសាច់វាទុកដាក់ក្នុងបបរព្រោះពីផ្សិតនិងការ៉ុតខ្ញុំរៀងស្អិនបានខ្ញុំធ្វើការចាក់អង្ករដែលខ្ញុំបានឆាហ្នឹងចូលមកបើសិនជាយើងដាក់អង្ករមុនទម្រាំតែបន្លែផ្សេងវាលួយអង្កររបស់យើងអាចនឹងរីកខ្លាំងហើយវាអត់ឆ្ងាញ់ទេអញ្ចឹងពេលដែលបន្លែស្អិនពេលនេះខ្ញុំមកបេះមាន់សិននិយាយពីថាក្តៅពិបាកបេះមែនតើគ្រឿងកាពិចបបកបបរនេះវារៀងយូរដូចដែរបងប្អូនតែធ្វើមិនបើប្តីចង់ហូបហើយខ្ញុំក៏ចង់ដែរបងប្អូននិយាយពីថាអូសទូរស័ព្ទឃើញគេបបរមាន់ស្រែហើយមេឃត្រជាក់និយាយពីថាឃ្លានចាំយូរហើយបងប្អូនទម្រាំទិញមាន់គេបានយកមកបបរហ្នឹងបងប្អូនពេលនេះអង្គឲ្យបានឆាប់ដើមស្អិនការ៉ុតផ្សិតអីចាប់ដើមស្អិនដល់លួយអញ្ចឹងខ្ញុំចាប់ដើមចាក់សាច់មាន់ដែលខ្ញុំបានបេះហ្នឹងចូលមកបងប្អូនហើយនិយាយពីថាក្លិនវិញឈ្ងុយគ្រាប់អង្គរបស់យើងវិញអត់សូវរីកទេមកល្មមគឺឥឡូវងាកមកមើលបបរយើងតំណងឯងបងប្អូនពេលដែលបបរចិត្តស្អិនហ្នឹងខ្ញុំដាក់ដុំស៊ុបខ្នុរមកដុំដែរបងប្អូនហើយខ្ញុំក៏មានដាក់ស្ករប៊ីចេងខ្ញុំមានដាក់ប៊ីចេងហើយនឹងថែមអំបិលមកល្មមយើងបបរអញ្ចឹងយើងមិនបាច់ដាក់ប្រៃទេយើងដាក់តែមកល្មមព្រោះយើងនៅមានសៀងដាក់ពីលើទៀតពេលដែលបបរស្អិនយើងចាប់ផ្ដើមរួយខ្ទឹមបំពងយើងចូលមកនិយាយពីបបររបស់យើងរឹតតែឈ្ងុយឆ្ងាញ់មែនទែនបងប្អូនអើយគឺថាបបរមាន់ស្រែថ្ងៃហ្នឹងហើយបើនិយាយពីប្តីខ្ញុំវិញហូបមិនទាន់អស់ពីឆ្នាំងហ្នឹងរកទិញមាន់គេថាបបរថ្ងៃក្រោយទៀតបងប្អូនថាឆ្ងាញ់គាត់មកពីធ្វើការម្ដងហត់ដល់ពេលបានបបរគ្រឿងក្តៅហត់អញ្ចេះទៀតនិយាយពីឆ្ងាញ់បងប្អូននេះខ្ញុំដួសឲ្យបងស្រីខ្ញុំមកចានគ្រូធំដែរបងប្អូនយើងបបររៀងច្រើនដែរអញ្ចឹងដួសឲ្យបងមួយចានទៅបងប្អូនហើយនេះបបរថ្ងៃហ្នឹងគឺសិតតែសាច់ពេញឆ្នាំងតែម្ដងបងប្អូនអើយឥឡូវនេះតោះកុំនិយាយច្រើនតែមើលខ្ញុំហូបទាំងអស់គ្នាបងប្អូននិយាយពីប្តីនឹងក្មួយខ្ញុំវិញគឺថាហូបអត់មានងើបទេបងប្អូនអើយនេះនៅអូនឈ្ងោកឆ្ងាញ់ពេកបងប្អូនព្រោះយូរទៅបានធ្វើម្ដងដោយសារខ្ញុំរវល់អត់សូវបានធ្វើហត់